គឺជាការពិតអំពីសត្វស្រមោចទី1សត្វស្រមោចមិនដេកដូចមនុស្សទេពួកវាប្រើពេលខ្លីប៉ុណ្ណោះដើម្បីសម្រាកទី2ពួកវាមិនមានសួតទេជាធម្មតាអុកស៊ីហ្សែនចូលតាមរន្ធតូចៗពាសពេញដងខ្លួនរបស់វាហើយបញ្ចេញកាបូនឌីអុកស៊ីតតាមរន្ធដដែលដូចគ្នាទី3ទោះបីជាពួកវាមានទំហំតូចៗក៏ដោយតែពួកវាអាចលើកវត្ថុដែលមានទម្ងន់ធ្ងន់ជាងខ្លួនរហូតដល់ទៅ50ដងនៃទម្ងន់របស់វាទី4ស្រមោចប្រើសារធាតុគីមីហៅថាផេរ៉ូម៉ូនដើម្បីទំនាក់ទំនងគ្នាពួកវាបញ្ចេញសារធាតុទាំងនេះដើម្បីសម្គាល់ផ្លូវព្រមានអំពីគ្រោះថ្នាក់ឬទាក់ទាញស្រមោចផ្សេងៗទៅកាន់ប្រភពអាហារទី5ស្រមោចចំណាយពេលច្រើនក្នុងការសម្អាតខ្លួនឬសមាជិកផ្សេងទៀតដែលឥតឈប់ឈរអនាម័យនេះជួយការពារពីការរីករាលដាលនៃជំងឺនៅក្នុងសម្បុករបស់វា